ចូលហត្ថហេតុរយៈពេល2ឆ្នាំទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន40,000រៀលនៅក្នុងមួយខែអនុក្រឹត្យថ្មីស្ដីអំពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាត្រូវបានដាក់ចេញហើយបងប្អូនដូច្នេះហើយប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី17ឆ្នាំដល់អាយុ25ឆ្នាំគឺសម្រាប់ការធ្វើជំរឿនហើយអាយុចាប់ពី18ឆ្នាំរហូតដល់អាយុ25ឆ្នាំគឺស្ថិតនៅក្នុងការបំពេញកាតព្វកិច្ចយោធារយៈពេល24ខែដែលទទួលបានទឹកប្រាក់ចំនួន40,000រៀលនៅក្នុងមួយខែបន្ថែមលើនោះទៀតមានគោលរបបផ្សេងៗដូចជាបានទៅលើប្រាក់ម្ហូបអាហារប្រចាំថ្ងៃប្រាក់អាហារបំប៉ននាពេលវឹកហាត់ប្រាក់បំណាច់ឧបត្ថម្ភជូនគ្រួសារហើយនិងកូនរបបអង្គប្រចាំថ្ងៃហើយរបបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារផ្សេងបន្ថែមទៀតពីលើប្រាក់ចំនួន40,000រៀលនៅក្នុងរយៈពេល2ឆ្នាំនេះសម្រាប់ការធ្វើជំរឿនវិញគឺត្រូវបានអនុវត្តចាប់ពីអាយុ17ឆ្នាំរហូតដល់អាយុ25ឆ្នាំគិតត្រឹមថ្ងៃទី31ធ្នូដើម្បីទទួលបានទិន្នន័យពិតប្រាកដហើយការធ្វើជំរឿននេះផងដែរគឺគេធ្វើឡើងជារៀងរាល់ឆ្នាំតែម្ដងចាប់ផ្ដើមតាំងពីដើមខែតុលារហូតដល់បំណាច់ខែធ្នូហើយអ្វីដែលខ្ញុំបាននិយាយនៅក្នុងវីដេអូនេះគឺជាចំណុចសំខាន់មួយចំនួនបើសិនជាបងប្អូនចង់ដឹងលម្អិតអំពីអនុក្រឹត្យនេះផងដែរបងប្អូនចូលទៅអាននៅក្នុង page របស់ក្រសួងការពារជាតិបានហើយកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងអរគុណច្រើន